សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញមុខជាមួយទៀតគេឲ្យឈ្មោះថា CSS ចឹង CSS គេប្រើវាសម្រាប់ធ្វើអីនៅលើ website របស់យើងចឹងមុខវិជ្ជា CSS យើងប្រើសម្រាប់តុបតែងឬមក decor template របស់យើងចឹង CSS ពាក្យពេញវាមកពាក្យថា Cascading Style Sheet មានន័យថាខ្ញុំឧទាហរណ៍មួយផ្ទះយើងនៅពេលដែលយើងធ្វើហើយយើងអត់ទាន់រចនាវាអត់ទាន់ decor វាឲ្យស្អាតទេអញ្ចឹងដើម្បី decor វាឲ្យវារៀងស្អាតជាងមុនយើងត្រូវមានថាត្រូវការតុបតែងត្រូវការ decor វាអញ្ចឹងការតុបតែងការ decor វាហ្នឹងគេប្រើជាលក្ខណៈ CSS នៅក្នុង template របស់យើង website របស់យើងអញ្ចឹងនៅក្នុង CSS វាមាន3ប្រភេទសម្រាប់ឲ្យយើងសរសេរប្រភេទទី1គេឲ្យឈ្មោះថា inline style sheet ចឹង inline style sheet មានន័យថាម៉េចនៅក្នុង CSS នេះគឺ inline style sheet មានន័យថាកន្លែងដែលយើងសរសេរគឺនៅក្នុង tab HTML ខ្ញុំឧទាហរណ៍ថាខ្ញុំមាន tab P1 tab paragraph មួយចឹងយើងប្រើ view style នៅក្នុងហ្នឹងនេះគេហៅថា inline style sheet នេះគេឲ្យឈ្មោះថា inline style sheet របស់ CSS មួយទៀតគេឲ្យឈ្មោះថា internal style sheet ចឹង internal style sheet នោះមានន័យថាម៉េចមានន័យថាយើងសរសេរ CSS ដែរប៉ុន្តែស្ថិតនៅក្នុង file HTML ស្ថិតនៅក្នុង file មិនដែលយើងសរសេរបើក style តោះមកយើងបិទ style នៅក្នុង HTML file របស់យើងនៅក្នុងមួយ file នេះគេឲ្យឈ្មោះថា internal style sheet បន្ទាប់មកទី3គេឲ្យឈ្មោះថា external style sheet ចឹង external style sheet មានន័យថាម៉េចមានន័យថាយើងបង្កើត file ជា file CSS មួយដែលមាន extension.cs ហើយបន្ទាប់មកនៅពេលយើងបង្កើតហើយយើង set នៅក្នុង file.cs ហ្នឹងហើយយើងចាប់ផ្ដើមធ្វើការ connection ជាមួយនឹង HTML file របស់យើងដើម្បីឲ្យវាតាក់ទងគ្នានិងមានការ decor មានការអីជាមួយគ្នាហើយយើងទាញពី file CSS មកប្រើអញ្ចឹងអានេះមានថាជា external style sheet មានថាយើងសរសេរ file HTML ផ្សេង file CSS ផ្សេងបន្ទាប់មកទើបយើងយកទៅគុំចូលវិញអានេះគេហៅថា external style sheet ហើយនៅក្នុង internal style sheet ឬមក external style sheet វាមាន3ប្រភេទទៀតនៅក្នុងនេះវាមាន3ប្រភេទទៀតអញ្ចឹងខ្ញុំនឹងឧទាហរណ៍ទូទៅអញ្ចឹងខ្ញុំនឹងបង្កើត file HTML មួយហើយខ្ញុំ save វាខ្ញុំដាក់នៅ try.d nts video training lesson អញ្ចឹងអានេះខ្ញុំដាក់ CSS តាមមកខ្ញុំដាក់ CSS introduction lesson 01អញ្ចឹងមានថាខ្ញុំបង្កើតជា file HTML មួយ introduction lesson 01បន្ទាប់មកខ្ញុំចាប់ផ្ដើមប្រើមានថាប្រើ CSS នៅក្នុង HTML ហ្នឹងអញ្ចឹងនៅក្នុង HTML ដូចខ្ញុំនិយាយមិញអញ្ចឹងគឺខ្ញុំចែកជា3មានថា CSS គេចែកជា3ប្រភេទក្នុងការសរសេរវាទី1គេឲ្យឈ្មោះ inline style sheet ទី2 internal style sheet និងទី3គឺ external style sheet ហើយនៅក្នុង internal និង external style sheet វាចែកចេញជា3ទៀតសម្រាប់ខលហៅវាទី1គេឲ្យឈ្មោះថា selector ទី2គេឲ្យឈ្មោះថា id ទី3គេឲ្យឈ្មោះថា class សម្រាប់ខលហៅវាអញ្ចឹង selector នេះមានន័យថាម៉េច selector នេះមានន័យថានៅពេលយើងចង់ខលហៅelement p ឬមក element អីផ្សេងក៏ដោយគឺនៅក្នុង HTML អញ្ចឹងគេប្រើពាក្យថា selector តែពេល ID នេះមានន័យថានៅពេលដែលយើងបង្កើត ID នៅក្នុងនេះ
tiền là ID dương trong mua ấy xảy lời dương trong đã mua ấy của bạn là này tao mới dương kho hao đã tao nóng in nó style sheet mua ấy từ nó style sheet là bây giờ mà vào class này đôi khi á còn là thay kho này tao mua ID là class còn này tao na ID dương ai kho hao bàn từ mùi thế nó nóng element từ mùi nóng còn đấy class nên là dương ai bật cao class trơn đã cho là nóng element từ mùi nóng bàn chắc là nhưng mà bà hàng tôi nói từ tông cho mùi nóng ca bà vẹt xì ai đôi dẫn miền ấy tiết tế còn là do tôi tiết tông cho mùi nóng ca bà vẹt xì ai ta ca bà vẹt xì ai cái bà mây cái thưa mây đầm bay ở miền miền ta miền internet tao nói cho mùi nóng ấy chiếm alpha chẳng số một con nhôm và hai bàn được tao nói tại tao cho mùi nóng mây tìm mùi và nhôm số một con